បាទបងប្អូនវាពិតជាសាហាវខុសគឺមែនទែនហើយពិតជាអយុត្តិធម៌ណាស់សម្រាប់ប្រជាជនខ្មែរហើយសូមផ្ដាំទៅដល់ថ្នាក់ដឹកនាំសៀមមួយចំនួនប្រជាជនសៀមមួយចំនួនបាទល្មមគិតអំពីទឹកភ្នែករបស់ប្រជាជនកម្ពុជាបាទបានធ្វើបាបប្រជាជនកម្ពុជាបាទគ្មានផ្ទះសម្បែងបាទដែលផ្ទះដែលគាត់ធ្លាប់នៅអ្វីដែលគាត់ធ្លាប់ប្រើភូមិឃុំដែលគាត់ធ្លាប់នៅហើយអ្នកបានយកកុងតឺន័របាទយកបន្លាលុះយកទៅដាក់បាទហើយខ្ញុំសូមផ្ដាំទៅដល់ប្រជាជនថៃថាមានតែអស់លោកទេមានតែប្រជាជនថៃទេដែលអាចកាត់ឬក៏អាចបញ្ឈប់ឬក៏អាចប្រាប់ដល់ដំណឹងដល់រាជរដ្ឋាភិបាលរបស់ខ្លួនឬក៏កងទ័ពឲ្យបញ្ឈប់ររឿងបាទប្រទេសកម្ពុជាល្មមបញ្ឈប់ហើយដើម្បីស្ដារទំនាក់ទំនងដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញបើមិនចឹងទេអ្នកក៏គ្មានសេដ្ឋកិច្ចល្អប្រសើរប្រជាជនរបស់អ្នកនឹងពិបាកដូចប្រជាជនកម្ពុជាដែរមិនខុសគ្នាទេ